រូបសំណាក់ព្រះរាជគ្រូទិវាករបណ្ឌិតនិងអ្នកប្រាជ្ញជីវតខ្វាន់ត្រូវបានសម្ពោធនៅព្រលានយន្តហោះសៀមរាបអង្គររូបសំណាក់អ្នកប្រាជ្ញខ្មែរព្រះរាជគ្រូទិវាករបណ្ឌិតនិងរូបសំណាក់អ្នកប្រាជ្ញចិនលោកជីវតខ្វាន់នាថ្ងៃទី16ខែតុលានេះត្រូវបានដាក់សម្ពោធតាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ SAI ដើម្បីអបអរសាទរគម្រប់ខួប2ឆ្នាំនៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋាននេះនិងអបអរសាទរខួបលើកទី67នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជាចិនការដំឡើងរូបសំណាក់ព្រះរាជគ្រូទិវាករបណ្ឌិតនិងរូបសំណាក់លោកជីវតខ្វាន់ជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋលេខាធិការអាកាសចរស៊ីវិលដោយបានទទួលកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រុមហ៊ុនដើម្បីអបអរសាទរគម្រប់ខួប2ឆ្នាំនៃការដាក់ឲ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ SAI និងជាឱកាសដើម្បីអបអរសាទរខួបលើកទី67នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជាចិនជាទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរដើម្បីលើកកម្ពស់ពីប្រវត្តិនៃការផ្លាស់ប្ដូរគ្នានៅទំនាក់ទំនងវប្បធម៌និងការទូតជាង2000ឆ្នាំកន្លងមក